អាយុជាង40ឆ្នាំទៅហើយទើបខ្ញុំអាចស្វែងយល់នៅហេតុផលទាំងនេះ 1. អ្វីដែលធ្វើឲ្យយើងមិនបានដូចបំណងហើយខ្វល់ខ្វាយក្នុងចិត្តគឺមិនមែនមកពីទង្វើរបស់អ្នកដទៃឡើយនេះគឺមកពីខ្លួនយើងរំពឹងទៅលើគេខ្ពស់ពេក 2. សម្ពាធនិងបញ្ហាផ្លូវចិត្តគឺមិនកើតឡើងដោយសារអ្នកណាផ្សេងនោះឡើយគឺបណ្ដាលមកពីខ្លួនយើងផ្ទាល់មិនព្រមដោះស្រាយបញ្ហានោះភ្លាមគឺយើងទុករហូតដោះស្រាយនឹងកើត 3. ប្តីប្រពន្ធមិនលេងគ្នាគឺមិនដឹងថាវាខុសខើប៉ុណ្ណានោះទេស្ដីមិនទោសមើលងាយដៀលថាគ្រប់បែបយ៉ាងទោះអ្វីៗក៏មិនខ្វល់ដូចជាពុកម្ដាយខ្លួនចៅជាដើម 4. មិត្តភក្តិមិនខ្ចីលុយគ្នាម្ដងគឺមិនដឹងថាអ្នកណាជាមិត្តចិត្តស្និទ្ធនោះឡើយ 5. ទ្រព្យសម្បត្តិមាសពេជ្រលុយវាមិនធ្លាក់មកពីលើមេឃនោះទេទោះវាធ្លាក់មកក៏មិនចំយើងដែរដូចនេះសំណាងគឺកើតចេញពីការខិតខំប្រឹងប្រែង 6. មនុស្សទាំងអស់មិនខ្វល់ខ្វាយចំពោះអ្វីមួយជាការពិតនោះទេគឺគេស្ដាប់និងធ្វើអ្វីដែលគេចង់ធ្វើដោយខ្លួនគេប៉ុណ្ណោះ 7. មនុស្សម្នាក់គេមកជួយយើងមិនមែនដោយសារស្ម័គ្រចិត្តទាំងស្រុងនោះទេគឺគេមកពីព្រោះមានហេតុផលដើម្បីឲ្យគេជួយយើង 8. ឪពុកម្ដាយមិនឈឺម្ដងគឺមិនដឹងថាកូនមួយណាល្អឬអាក្រក់នោះទេពីខ្ញុំបានមាសពិសា